Ok, sẽ và kia ngày bây giờ trongสัปดาห์ហើយខ្ញុំក៏មានភាពរីករាយដែរដែលទើបតែបាន handover project មួយដែលគាត់នៅ SMB គឺគម្រោងភោជនីយដ្ឋានលីអនហៅបែបបាត់ដំបងចាត់នៅផ្លូវ60 ម៉ែត្រតាមមានជ័យដែលគម្រោងរបស់គាត់គឺខ្ញុំជាអ្នកจัดការគម្រោងប្លង់ហើយគ្រប់គ្រងការសាងសង់ហើយគ្រប់គ្រងការជួសជុលឲ្យគាត់ពីដើមរហូតដល់តែរួចរាល់100%គឺក្នុងថ្ងៃនេះហើយថ្ងៃចែកខាងរបស់គាត់ចាប់ផ្ដើមដំណើរការហើយអញ្ចឹងខ្ញុំចង់ធ្វើការចែករំលែកបន្តិចពាក់ព័ន្ធទៅនឹង project មួយនេះក្នុងគម្រោងមួយនេះគឺសំខាន់ជាងគេនៅក្នុង project គឺចាប់ផ្ដើមបាយដែលផ្ទះបាយគឺជាបេះដូងនៃភោជនីយដ្ឋានហើយអញ្ចឹងការរៀបចំចង្កេះបាយគឺយើងពិតជាយកចិត្តទុកដាក់សម្រាប់ខ្លាំងមែនតើហើយពិភាក្សាជាប់លាប់ជានិច្ចជាមួយនឹងម្ចាស់គម្រោងទើបឲ្យគម្រោងនោះទៅបានរលូនជាមួយគ្នាដល់ផ្ទះបាយអញ្ចឹងអ្វីដែលសំខាន់ជាងគេគឺ kitchen flow នៃការប្រើប្រាស់នៅក្នុងផ្ទះបាយអញ្ចឹងយើងធ្វើយ៉ាងណាឲ្យវាមានភាពចង្អៀតចុងភៅនៅអ្នកលើកឡើងតែសាច់ហ្នឹងដើរប៉ះគ្នាទេយើងធ្វើមិនយើង flow ឲ្យគាត់ហ្នឹងស្រួលទាំង service ចូលលើកម្ហូបអាហារឬក៏យកសម្ភារៈទៅលេងសម្អាតហ្នឹងក៏គាត់មានផ្លូវគាត់ដើរស្រួលដែរអញ្ចឹងអ្វីដែលយើងគិតជាងគេគឺ kitchen flow ហ្នឹងបន្ទាប់មកគឺយើងគិតទៅលើ technical system អញ្ចឹង technical system យើងគិតសំខាន់ជាងគេនោះពាក់ព័ន្ធទៅនឹងប្រព័ន្ធទឹកប្រព័ន្ធខ្យល់ទៅកុំឲ្យមានក្លិនហើយជាពិសេសការសំណល់គឺយើងធ្វើយ៉ាងណាកុំឲ្យវាស្ទះអញ្ចឹងយើងធ្វើតាមពីមានប្រព័ន្ធចម្រោះផលហើយមានប្រព័ន្ធទប់ការសំណល់ពីបេតុងប្រព័ន្ធដែលវាហូរទៅដល់កន្លែងសប្តិកឬក៏ manhole ដែលយើងបង្កើតឡើងយកដូចគ្នាដោយសារនៅក្នុងគម្រោងនេះយើងគិតគូរជាងគេទៅលើការសន្សំសំចៃจากគម្រោងពួកគាត់ទើបតែបដូរមកខ្សែការថ្មីគេថាលើពីកន្លែងចាស់មកទៅកន្លែងថ្មីអញ្ចឹងយើងធ្វើមិនគេយើង use material ដែលគាត់មានហ្នឹងយកមកគាត់អស់លទ្ធភាពតាមអាចទៅបានហើយជាការសោកស្ដាយជាងគាត់ដែរក្នុងអំឡុងពេលសង្គ្រាមខ្មែរថៃនេះធ្វើឲ្យអាជីវកម្មគាត់មានការប៉ះពាល់យ៉ាងខ្លាំងដោយភោជនីយដ្ឋានគាត់កាលពីមុនគឺបើកដំណើរការជាមួយការសាធារណតែក្រោយពីមានសង្គ្រាមជិតរវាងខ្មែរថៃមកអាជីវកម្មគាត់ក៏សម្រេចចិត្តថាមិនធ្វើរោទីតាំងអញ្ចឹងធ្វើឲ្យគាត់មានការខាតយ៉ាងខ្លាំងទៅលើអាជីវកម្មមួយនេះដូច្នេះហើយសម្រាប់ទីតាំងថ្មីអ្វីដែលយើងចិត្តต้องការជាងគេគឺការជួយសន្សំសំចៃជាមួយគាត់ខ្ញុំពិតជាអរគុណខ្លាំងមែនទែនដែលម្ចាស់គម្រោងគាត់ទុកចិត្តនិងផ្ដល់ឱកាសដល់ការងារជាខ្ញុំក៏សូមអរគុណដែលទៅដល់បងស្រីដែលគាត់ជួយណែនាំមិត្តភ័ក្តិរបស់គាត់ដែលជាម្ចាស់ហាងហ្នឹងឲ្យខ្ញុំបានមានឱកាសសិក្សាគម្រោងមួយនេះហើយបងស្រីក៏ជាអតិថិជនមួយដ៏ល្អផ្ដល់ឱកាសការងាររបស់ខ្ញុំហ្នឹងច្រើនណាស់ទៅ7 ឆ្នាំដែរហើយតាំងពីកុំមុនដំបូងអញ្ចឹងចូលបងប្អូនវិញយល់ថាការរៀបចំផ្ទះបាយសំខាន់ណាស់សម្រាប់អាជីវកម្ម SMB អាចជួយកំណត់បានហើយអរគុណច្រើន